បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែស្រឡាញ់និងចូលចិត្តបាទជួយគាំទ្រមកដល់ Channel YouTube របស់ខ្ញុំបាទនៅថ្ងៃនេះដែរខ្ញុំបាទធ្វើវីដេអូបង្ហាញបងប្អូននឹងពីរបៀបប្រើប្រាស់កម្មវិធី Wi-Fi Map ដើម្បីទៅមើលលេខកូដ Wi-Fi នៅតាមបណ្ដាលហាងនានាបាទចំពោះកម្មវិធី Wi-Fi Map នេះខ្ញុំប្រើប្រាស់កន្លងមកបាទបានផលដល់ពេលចឹងទៅចង់ធ្វើការចែករំលែកជូនទៅដល់បងប្អូនតែម្ដងទៅណាបាទជាហេតុដំបូងបងប្អូនត្រូវតែធ្វើការដំឡើងកម្មវិធី Wi-Fi Map ហ្នឹងណាចេញពី Play Store មកសិនបងប្អូនចូលមកក្នុង Play Store មកបាទរួចហើយបងប្អូនសន្លឹងមើលខាងក្រោមផុតបាទខាងស្ដាំដៃនឹងឃើញកៅយិតពេលសង់លេខគេដាក់ថា search ឬក៏ភាសាខ្មែរគេដាក់ថាស្វែងរកហ្នឹងបាទរួចហើយបងប្អូនរកមើលខាងលើវិញម្ដងបាទសន្លឹងមកខាងលើឃើញកៅយិតភាសាអង់គ្លេសគេដាក់ថាបាទ search app and game ចុចបន្ទាប់ទៅលើហ្នឹងមករួចហើយបងប្អូនវាយទៅណាបាទ Wi-Fi ដក clear មក map បាទ Wi-Fi Map ចុចបន្ទាប់មករួចបងប្អូនយកកម្មវិធី Wi-Fi Map នេះដែលមានបាទរូបថតដូចខាងក្រោមហ្នឹងណាបាទចុចបន្ទាប់មកហើយឈ្មោះពេញកម្មវិធីហ្នឹងគេដាក់ថា Wi-Fi Map Free Wi-Fi near you រួចបងប្អូនចុចពាក្យថា install ដើម្បីធ្វើការដំឡើងមកនោះភាគរយ load ចាប់ពី 1% ដល់ 100% នឹងចេញមកទម្រង់បែបនេះមានពាក្យថាបាទ open ហើយនឹងបាទ uninstall រួចបងប្អូនចេញមកខាងក្រៅវិញមកបងប្អូននឹងឃើញបាទកម្មវិធី Wi-Fi Map ហ្នឹងនៅលើបាទអេក្រង់ទូរស័ព្ទបងប្អូនតែម្ដងណារួចបងប្អូនចុចចូលបាទក្នុងកម្មវិធីហ្នឹងមកចុចទៅលើមកបាទពេលបងប្អូនចូលហើយមុនរងកម្មបន្តិចរួចបងប្អូនចុច continue បាទលើខាងក្រោមហ្នឹងបាទបន្ទាប់ពីបងប្អូនចុច continue ហើយបងប្អូនចុចពាក្យថាបាទ allow location ខាងក្រោមហ្នឹងទៀតមកពេលនោះតម្រូវបងប្អូនធ្វើការបើក location បាទតែមានភាសាអង់គ្លេសគេដាក់ថា where using បាទ the app បាទខាងលើហ្នឹងណារួចចុច continue ទៀតមករួចចុច continue ទៀត continue ទៀតមកបាទឥឡូវធ្វើការរងចាំបន្តិចបាទបងប្អូនចុចសញ្ញាគុណនៅខាងលើនេះបាទចំពោះកម្មវិធីមួយនេះតម្រូវបងប្អូនធ្វើការបាទបញ្ចូលនៅ Gmail មួយណាបាទឬចុច yes ឥឡូវគេអត់ឲ្យយើងធ្វើការបញ្ចូល Gmail ទេបើសិនជាខ្ញុំធ្វើការដំឡើងមុនតម្រូវខ្ញុំធ្វើការបញ្ចូល Gmail ណាបាទនេះបានចូលមកដល់ហើយលើបងប្អូនធ្វើការរងចាំតិចសិនទៅវាកំពុងតែដើរបាទហើយពេលដែលបងប្អូនចូលមកថ្មីបាទចូលមកថ្មីនឹងចេញតម្រងបែបនេះលើ clear ចោលសិនមកបាទចូលមកផ្លឹបចឹងមករួចហើយថាបងប្អូនចូលធ្វើការប្រើប្រាស់យូរទៅស្រាប់តែចេញទៅវិញបងប្អូនចូលមកថ្មីពឹបចឹងមកនេះពេលបងប្អូនចូលមកបងប្អូនធ្វើការរងចាំបន្តិចណាដោយសារតែអ៊ីនធឺណិតដើរអត់សូវលឿនទេបងប្អូនហើយនេះជាទីតាំងរបស់យើងណាបាទបងប្អូនចំណាំទៅហ្នឹងទៅណាបាទបងប្អូនមើលត្រង់នេះបាទចាំមើលវាដើរមកថតផុតទៅនេះអត់តន់បង្ហាញគោលដៅ Wi-Fi ទេបងប្អូនណាបាទមកដល់តម្រងនេះបងប្អូននៅស្ងៀមសិនបងប្អូនមើលកន្លែងព្រួយនៅខាងលើនេះគេដាក់ថា Wi-Fi Map ហ្នឹងបងប្អូនចុចព្រួយមកបាទនេះបាទបង្ហាញគោលដៅ Wi-Fi ហើយបាទហើយបងប្អូនមើលគោលដៅណាចិត្តទៅកន្លែងហាងណាដែលចិត្តណាបាទចំពោះកម្មវិធី Wi-Fi Map នេះមើលបានតែលេខកូដបាទតាមបណ្ដាលហាងទេបាទឬមួយក៏ប្រទេសសំណាក់បាទឬក៏បាទហាងកាហ្វេហាងកាទៀវអញ្ចឹងណាឬក៏ការ៉ាសាំងដែលគេធ្វើការបង្ហាញលេខកូដសម្ងាត់បាទ Wi-Fi ហ្នឹងបិទតាមជាងអញ្ចឹងទៅហើយបើសិនជាពេលខ្លះគេដាក់ជាផ្ទាំង QR code ដើម្បីបងប្អូនមិនបាច់វាយលេខកូដសម្ងាត់បងប្អូនគ្រាន់តែ scan ទៅប៉ុន្តែបើសិនជាបងប្អូនអត់ចង់បាទទៅវាយលេខកូដអីទេបងប្អូនគ្រាន់តែបាទចូលមកក្នុងកម្មវិធី Wi-Fi Map ហ្នឹងមកនោះនឹងបង្ហាញលេខកូដសម្ងាត់ហើយនេះបាទអញ្ចឹងឧទាហរណ៍នេះថាខ្ញុំនៅតំបន់ត្រង់ហ្នឹងបាទចិត្តនេះកន្លែង Wi-Fi ហ្នឹងណាឥឡូវខ្ញុំមើលឈ្មោះ Wi-Fi នេះបាទចុចបន្តុកពីលើកន្លែងកាហ្វេហ្នឹងមកនេះចុចបន្តុកមកនឹងឃើញនេះចាំបងធ្វើការ strong ខាងក្រោមមកនេះឃើញ Wi-Fi គេនេះបាទហើយ Wi-Fi គេដាក់ថា
អាណិតសាកាហ្វេបាទអញ្ចឹងបងប្អូនយកទូរស័ព្ទមួយទៀតមកឬក៏បងប្អូនធ្វើការថតលើ screen ឬក៏មានប៊ិចអីធ្វើការកត់បាទមើលឈ្មោះហើយនឹងបាទលេខកូដសម្ងាត់បាទ password ណាអញ្ចឹងខ្ញុំយកទូរស័ព្ទមួយទៀតសិនបាទបងប្អូនឲ្យអស់តែម្ដងទៅហើយសូមអធិស្ឋានផងទៅដល់ម្ចាស់កាហ្វេបាទហាងកាហ្វេហ្នឹងអធិស្ឋានបងប្អូនណាឥឡូវខ្ញុំចូលមកលើ Wi-Fi ស្កត់ឲ្យជាប់មកនៅនឹងឃើញ Wi-Fi នេះបាទអញ្ចឹងវានៅចិត្តដែរបងប្អូននេះបាទអានុតសាកាហ្វេបងប្អូនចូលមកឥឡូវបងប្អូនគ្រាន់តែធ្វើការបញ្ចូលលេខកូដសម្ងាត់ហ្នឹងមកបាទអានុតសាកាហ្វេហ្នឹងឥឡូវសូមការលាក់បងប្អូនបន្តិចខ្លាច YouTube ចាប់បងប្អូនណាបាទបាទបងប្អូនខ្ញុំបានធ្វើការបញ្ចូលលេខកូដហើយនឹងធ្វើការចុចភ្ជាប់មកចាំមើលថាជាប់អត់នេះអានុតសាកាហ្វេបានបញ្ជាប់បាទគាត់ទៅភ្ជាប់ពឹបទៅ Facebook ផ្ញើសារមកតែម្ដងឥឡូវសាររបស់បងចូលមកក្នុង YouTube លេងមើលតើបាទដើរអត់ clear ចោលអស់សិនមកបាទនេះបងប្អូនមើលនេះបាទអានុតសាកាហ្វេបាទឬចែកចូលមកខ្ញុំ YouTube មើលតើដើរអត់បើសិនជា YouTube ដើរបាទកម្មវិធីទាំងអស់នឹងដើរបាទអូខេនេះបងប្អូនដើររយឥឡូវចូលមើលកតុកតាតិចមើលតើចុច play មើលតើដើរអត់ចាំមើលបន្តិចសិនបងប្អូនដើររយគាត់ថានៅរៀងឆ្ងាយបងប្អូនតែជា30-40 ម៉ែត្រដែរដល់អញ្ចឹងសេវារៀងខ្សោយបាទនេះដើរហើយបើសិនជាខ្ញុំទៅគៀកបន្តិចទៀតកាន់តែដើរខ្លាំងបងនេះដើរហើយបងហើយជាប់អានុតសាកាហ្វេបាទអញ្ចឹងបើសិនជាបងប្អូននៅតំបន់ត្រង់ណាបងប្អូនធ្វើការបាទ search មើលទៅបាទហើយមិនមែនមានតែមួយទេបងប្អូនឃើញអសអត់បាទ Wi-Fi នេះបើយើងស៊ូមកឆ្ងាយទៅនេះបាទមានតាមផ្លូវមានអីផងច្រើនណាស់បងប្អូនបាទហើយបងប្អូនចំណាំតែគោលដៅខ្លួនឯងទៅលើកនេះបាទលើកមួយហ្នឹងហើយកន្លែង Wi-Fi បាទមាន QQ ហើយមានបាទដូចជានៅខាងលើហ្នឹងពណ៌ទ្រូចេកបាទអញ្ចឹងបងប្អូនចំណាំទៅបាទនៅត្រង់នេះក៏មានដែរចិត្តខ្ញុំដែរទេបាទស៊ូមនេះក៏មានទៀតអូច្រើនណាស់បងប្អូនបាទចាំបងប្អូនសារលបងប្រើមើលទៅបាទចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមិនភ្លេចបងប្អូនទៅបាទក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារកការនិយាយស្ដីរបស់ខ្ញុំលើលោកបាខាត់ក្នុងចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាននិយាយដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាជួបគ្នានៅបាទវីដេអូក្រោយបងចំណាំទៅទាំងនេះបងប្អូនណាបាទនេះឈ្មោះ Wi-Fi នេះ password បាទអរគុណ